មេយោធាខេត្តកំពង់ធំដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យកងទ័ពត្រូវបន្តបង្ក្រាបបទល្មើសធនធានធម្មជាតិដោយគ្មានការដកថយឡើយខេត្តកំពង់ធំលោកឧត្តមសេនីយ៍តូសំសុនមេបញ្ជាការតំបន់ប្រតិបត្តិការសក្រុងកំពង់ធំបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងទាហានទាំងអស់ដែលមានភារកិច្ចការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅតាមបណ្ដាគោលដៅនីមួយៗត្រូវបន្តសកម្មភាពឲ្យដូចភ្លៀងរលឹមដោយគ្មានការដកថយឡើយដើម្បីធ្វើយ៉ាងណាការពារដីព្រៃឈើរបស់រដ្ឋនិងមច្ឆជាតិសម្រាប់បម្រើឲ្យប្រជាជននិងសង្គមជាតិទាំងមូលការដាក់បទបញ្ជាដាច់ណាត់នេះបានធ្វើឡើងកាលពីថ្ងៃទី28ខែមេសាឆ្នាំ2025លោកបានបញ្ជាក់ថាដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនិងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទព្រមទាំងការណែនាំដឹកនាំដោយផ្ទាល់ពីអភិបាលខេត្តកំពង់ធំក្នុងរយៈពេល1ឆ្នាំកន្លងទៅកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសក្រុងកំពង់ធំបានបំពេញភារកិច្ចជាស្នូលជាមួយកងកម្លាំងចម្រុះនិងស្ថាប័នជំនាញពាក់ព័ន្ធក្នុងការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិទទួលបានលទ្ធផលជោគជ័យគួរជាទីមោទនៈបន្ថែមពីនេះលោកបានលើកឡើងថាការកាប់ទន្ទ្រានព្រៃឈើយកដីរដ្ឋធ្វើជាកម្មសិទ្ធិមកដល់ពេលនេះត្រូវបានកងកម្លាំងចម្រុះការពារទប់ស្កាត់បានទាំងស្រុងមិនឲ្យកើតមានឡើងជាថ្មីលោកបញ្ជាក់បន្ថែមទៀតថាកងកម្លាំងចម្រុះរបស់យើងបានគ្រប់គ្រងការពារផ្ទៃដីដែលបានរកឃើញពីក្រុមជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅជាង3500ហិកតាមិនឲ្យមានការបាត់បង់ទៅវិញកងទ័ពនៅខេត្តកំពង់ធំក៏បានចូលរួមដាំស្ដារព្រៃឈើឡើងវិញបានជាង50000ដើមផងដែរលោកឧត្តមសេនីយ៍តូសំសុនបានបញ្ជាក់អំពីលទ្ធផលសំខាន់ៗនៃការបង្ក្រាបបទល្មើសនេសាទក្នុងរយៈពេលកន្លងទៅថ្មីៗនេះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសក្រុងកំពង់ធំបានសហការជាមួយកម្លាំងចម្រុះរួមជាមួយស្ថាប័នជំនាញពាក់ព័ន្ធព្រមទាំងអាជ្ញាធរដែនដីពិសេសនៅតំបន់បឹងទន្លេសាបដោយបានបង្ក្រាបនៅរាល់ឧបករណ៍ល្មើសនេសាទខុសច្បាប់ជាច្រើនករណីនិងបានចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសជាក់ស្ដែងធ្ងន់ធ្ងរបញ្ជូនទៅស្ថាប័នជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសតាមផ្លូវច្បាប់បានមួយចំនួនហើយបច្ចុប្បន្នកងកម្លាំងកំពុងបន្តគ្រប់គ្រងទប់ស្កាត់មិនឲ្យមានការកើតឡើងនៅបទល្មើសជាថ្មីទៀតនៅតំបន់ឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយនិងឃុំពីមបាំងស្រុកស្ទងខេត្តកំពង់ធំដោយគ្មានការដកថយឡើយមួយរយៈចុងក្រោយនេះបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលបានបន្ថែមកម្លាំងយោធាក្នុងការបង្ក្រាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិទាំងការកាប់រានទន្ទ្រានដីព្រៃតំបន់ការពារនានាព្រៃលិចទឹកនិងបទល្មើសនេសាទជាដើមត្រូវបានសាធារណជនមើលឃើញថាបេសកកម្មនេះមិនដល់1ឆ្នាំផងតែមានប្រសិទ្ធភាពគួរឲ្យកត់សម្គាល់ខណៈដែលមន្ត្រីជំនាញច្រើនស្ថាប័នរួមគ្នាបង្ក្រាបរាប់សិបឆ្នាំមិនជោគជ័យជាក់ស្ដែងដោយបទល្មើសជុំវិញបឹងទន្លេសាបជាដើម